看前面有人，这是什么？我的妈！妈呀！ នេះខ្ញុំអនុញ្ញាតគ្រប់ជំរាបសួរសំណាក់ប្រិមត្តទាំងអស់គ្នាជាទីគោរពស្រឡាញ់បាទត្រឡប់មកវិញជាមួយនឹងនាទីកំសាន្ត admin ថ្ងៃនេះមានសាររឿងផ្ញើជូនតាក់ទងជាមួយនឹងរឿងសួរផ្លូវគេសុកសុកសោះហ្នឹងស្រាប់តែគេប្រាប់ខុសផ្លូវជិះទៅតាមផ្លូវណាណោះប្រិមត្តទាំងអស់គ្នាខ្លាចណាបើសិនជានៅកណ្ដាលយកបាត់រីទេជួបណាគេបកដៃហើយឡើងឈប់អីប្រយ័ត្នប្រយែងផងមើលច្បាស់លាស់ហើយចាំឈប់ណានៅក្នុងកន្លងឆ្នាំ2013កាលហ្នឹងខ្ញុំធ្វើការជាអ្នកដែលដឹកអវ៉ាន់ឲ្យគេដូចឧទាហរណ៍អវ៉ាន់គេចុះមកពីកប៉ាល់អញ្ចឹងខ្ញុំដឹកឲ្យភ្ញៀវអញ្ចឹងនៅពេលដែលខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំអស់ចប់ហើយប្រហែលជាខ្ទង់ម៉ោង 6:07 យប់ណាខ្ញុំក៏កន្លែងឃើញកន្លែងលក់សត្វមួយដែលគេបញ្ចុះតម្លៃនិយាយត្រូវថ្លៃគ្នាទៅក៏ចូលទៅទិញទន្សាយមួយក្បាលទន្សាយហ្នឹងគឺទិញទុកសម្រាប់ឲ្យកូនពួកម៉ាក់ខ្ញុំនោះកូនពួកម៉ាក់ខ្ញុំហ្នឹងគឺគេសុំទន្សាយខ្ញុំយូរហើយប៉ុន្តែខ្ញុំអូខេមួយគេប៉ុន្តែអត់ទាន់បានទិញឲ្យដល់ពេលថ្ងៃហ្នឹងគឺឃើញទន្សាយហ្នឹងឲ្យត្រូវថ្លៃក៏យកទៅឲ្យទៅឲ្យទៅទូរស័ព្ទសួរផ្លូវរួចរាល់ហើយគាត់ថាវាមិនឆ្ងាយប្រហែលទេជិះហួសយកទៅឲ្យតិចណាហើយយកទៅកូននឹងដឹងតែសប្បាយចិត្តហើយព្រោះខ្ញុំបានសន្យាជាមួយនឹងគេក៏ទិញឲ្យណាអញ្ចឹងថ្ងៃហ្នឹងក៏ទិញឲ្យហ្មងទៅជីបដាហ្នឹងក៏នឹកឃើញថាអូរាជរដ្ឋាភិបាលគេអភិវឌ្ឍកន្លែងបានល្អខ្លាំងណាស់ពីមួយឆ្នាំទៅមួយឆ្នាំសូម្បីតែផ្លូវជិះកាត់ភ្នំហ្នឹងក៏នៅក្រោមជើងភ្នំហ្នឹងជិះទៅឡើងរលូនទៅហ្មងមិនតនឹងនិយាយចប់ផងហ្នឹងស្រាប់តែឡើងដល់ចកេះភ្នំហ្នឹងស្រាប់តែមានផ្លូវកលុកកលាក់តិចតួចហ្នឹងដល់ពេលឲ្យមេឃវាធ្លាក់ងើទៅអញ្ចឹងខ្ញុំត្រូវបន្ថយល្បឿនពីព្រោះពេលថ្ងៃអត់ដូចពេលយប់ទេហើយមកបើកចំអាតំបន់ភ្នំហ្នឹងទៀតអស់ផ្ទះហ្មងតាជន់ខុសត្រូវបន្តិចហ្នឹងក៏មានគ្រោះថ្នាក់អញ្ចឹងខ្ញុំខ្លាចអញ្ចឹងក៏បន្ថយល្បឿនតែដល់ពេលទៅបន្ថយល្បឿនទៅហ្នឹងស្រាប់តែមានអាប់ស្អីមកទៅមកពីមុខឡានហ្មងដល់អញ្ចឹងខ្ញុំមានអារម្មណ៍ឆ្ងល់ដល់ពេលគ្រាន់តែអាប់ហ្នឹងផុតទៅបន្តិចដូចផ្លូវហ្នឹងខ្ញុំអត់អាចជិះពីមុនមកអញ្ចឹងឥឡូវហ្នឹងពងវែងផ្លូវដល់ពេលឃើញមនុស្សគេជុំណាស្អាតតែខ្ញុំគិតក្នុងចិត្តបងថាអូមានអ្នកភូមិនៅនឹងតែមិនដឹងគឺគេជុំធ្វើអីខ្ញុំក៏ស្រែកសួរទៅដូចចាស់និយាយថាមាត់ជាផ្លូវដល់ពេលដែលយើងវិញផ្លូវអញ្ចឹងខ្ញុំក៏ស្រែកសួរអ៊ំអើយអ៊ំស្រែកអញ្ចឹងគាត់អត់មានតបអីមិនខ្ញុំគិតថាប្រហែលជាគាត់ទៅជាធ្ងន់ណាព្រោះចាស់អញ្ចឹងទៅជាធ្ងន់ដល់អញ្ចឹងខ្ញុំក៏បើកឃ្វាឡានចុះហើយខ្ញុំចាប់ស្មាគាត់ទៅបំរុងថានឹងសួរផ្លូវតែប៉ុណ្្នឹងឯងដល់ពេលគាត់ងាកមកខ្ញុំនឹងភ័យងាកមកនឹងមានងាកតែគាត់ម្នាក់ណាមនុស្សទាំងក្រុមទាំងអស់ងាកមកព្រមគ្នាសាកសម័យមើលទៅថាម៉េចជាលើកទី1សម្រាប់ខ្ញុំហើយដែលមកជួបរឿងផ្លែអញ្ចឹងដូចបើសិនជាខ្ញុំសួរផ្លូវគាត់អញ្ចឹងខ្ញុំសួរតែម្នាក់ទៅគាត់ឆ្លើយតែម្នាក់អត់ទេណាលើឆ្លើយមកទាំងអស់គ្នាហ្មងហើយដល់អញ្ចឹងខ្ញុំមិនភ័យព្រោះខ្ញុំសួរតែអ៊ំប្រុសនោះម្នាក់នឹងហើយអ្នកគ្រប់គ្នាឆ្លើយទាំងអស់គ្នាហ្មងហើយឆ្លើយមកព្រមគ្នាអាពេលដែលខ្ញុំភ័យបំផុតហ្នឹងគាត់លើកដៃចង្អុលនេះគាត់លើកដៃចង្អុលទៅអាលេងផ្លូវដែលគាត់ប្រាប់ខ្ញុំហ្នឹងព្រមគ្នាហ្មងហើយគាត់និយាយព្រមគ្នាថាតាមផ្លូវនោះដល់អញ្ចឹងខ្ញុំភ័យឡងក៏ហៅតែស្លន់ណាឡើងញ័រដៃញ័រជើងព្រោះជិះឡានមកម្នាក់ឯងផងតែពេលអ្នកទន្សាយនៅក្នុងឡានហ្នឹងដល់អញ្ចឹងខ្ញុំបញ្ញាឡើងឡានតឹងទៅហេតុហបណាហើយបើកចេញទៅប៉ុន្តែចិត្តរបស់ខ្ញុំនៅតែគិតអារឿងដែលខ្ញុំបានជួបពួកគាត់thấyអាកាយវិការដែល slow motion ដែលខ្ញុំឃើញពួកគាត់ធ្វើហ្នឹងតែភ័យពងអាជិះឡានបារើនេះខ្ញុំពេលដែលឡើងឡានប្រឆេះឡានទៅហើយខ្ញុំនៅតែមានអារម្មណ៍ដាក់ជាមួយនឹងពួកគាត់ហ្នឹងហ្មងដល់ហើយសារអីខ្ញុំចេញដំណើរឡានរបស់ខ្ញុំហ្នឹងវាទៅយឺតមែនហើយខ្ញុំព្យាយាមមើលនៅក្នុងកញ្ចក់ឡានហ្នឹងគឺពួកគាត់នឹងតាមមើលខ្ញុំរហូតហ្មងវាខុសពេលអ្វីដែលខ្ញុំសួរគេខ្ញុំអ្នកបើកឡានអញ្ចឹងពេលផ្លូវខ្លះខ្ញុំអត់ដឹងកន្លែងទៅណាឬក៏ខ្ញុំវិញផ្លូវខ្ញុំតែងតែសួរគេប៉ុន្តែអ្នកផ្សេងអ្នកដែរអញ្ចឹងទេខ្ញុំតែសួរហើយក៏គេទៅធ្វើការគេអស់ហើយគាត់មានមកតាមមើលខ្ញុំអញ្ចឹងទេនេះពួកគាត់តាមមើលខ្ញុំអត់ដាក់ពីភ្នែកទេណាហើយឡានខ្ញុំដូចបើនិយាយអញ្ចឹងបើកយឺតទេព្រោះណាផ្លូវចកេះភ្នំហ្នឹងមិនហ៊ានបើកលឿនទេហើយឃើញពួកគាត់តាមមើលខ្ញុំរហូតដល់ដាច់កតុយភ្នែកនិយាយឲ្យចំទៅឲ្យស្រួលស្ដាប់រហូតដល់ឡានរបស់ខ្ញុំហ្នឹងជិះទៅផុតពួកគាត់ហ្មងមើលលេងឃើញគ្នាហ្មងបានលេងឃើញពួកគាត់ដល់អញ្ចឹងខ្ញុំមានអារម្មណ៍ថារឿងភឺសវល់ណាហើយបើកឡានបដើអីប្រើខ្ញុំគិតពីរឿងនឹងផងអារម្មណ៍ច្បុកច្បល់គេហៅថាការបើកបោបើសិនជាអារម្មណ៍អត់មូលវាពិបាកចាតែពេលហ្នឹងធ្លាក់ដុំថ្មមកពីលើពេលហ្នឹងខ្ញុំចាប់ដើមភ័យបណ្ដោយគេចាប់ដើមអោយហេតុហើយជាទូទៅខ្ញុំក្រុមអ្នកបើកឡានគ្នាខ្ញុំគឺពួកខ្ញុំដឹងច្បាស់មែនតើហ្មងអត់ទៅជិះឡើងភ្នំអញ្ចឹងហើយបើសិនជាមានគ្រោះបែបហ្នឹងគេឲ្យហេតុហើយកិច្ចមិនផុតទេ10នាក់ទាំង10នាក់អត់មានតែគេរួចជីវិតទេខ្ញុំម្ល៉េះទាំងគិតអញ្ចឹងខ្ញុំគិតថាអូថយក្រោយវិញហើយដាក់លេខអាយ៉ៃថាបែនថយក្រោយហ្នឹងមានតនបែនតនពេលវេលាណាអាដុំថ្មធំណានោះមកធ្លាក់មកបន្តទៀតណាប៉ុណ្ណានេះអាចក្របឡានរបស់ខ្ញុំពីមុខនឹងចិត្តអាកាប៊ីនឡានហ្នឹងមានណាអាឡៃតែស្លន់ពេលហ្នឹងអត់ដឹងទៅមុខឬក៏ទៅក្រោយណាធ្លាក់មកហ្មងចំពីលើឡានខ្ញុំហ្មងអាកន្លែងកាប៊ីនពីមុខហ្នឹងផាំងពេលហ្នឹងខ្ញុំបាច់បោះឆុងហ្មងអត់ដឹងអីទាំងអស់ចាប់តាំងពីពេលហ្នឹងមកគឺល្ងឹតស្លុបហ្មងអត់ដឹងថាពេលហ្នឹងខ្ញុំស្លាប់ឬក៏មិនទេពេលហ្នឹងអនុញ្ញាតខ្លួនឯងមែនតើហ្មងមិនដឹងថាខ្លួនឯងស្លាប់យូរប៉ុណ្ណាណាភ្ញាក់ឡើងមើលឡើងល្ងឹតស្លុបហ្មងហើយអាប៉ានផ្លូវហ្នឹងស្ងាត់អន្ទ្រីងកុំឲ្យមានឡានពីណាគេបើកកាត់កន្លែងហ្នឹងសូម្បីតែមួយ
ហើយដល់អញ្ចឹងខ្ញុំព្យាយាមវាចេញមកណាដល់ពេលវាចេញមកឃើញទិដ្ឋភាពឡានទាំងមូលនេះអាថ្មដល់សកត់ណាទោបដឹងថាញាក់សាច់ប៉ុណ្ណាថ្មហ្នឹងវាធ្លាក់មកបកចាំមកកន្លែងដែលខ្ញុំដាក់កៅអីដាក់តុនសាយអង្គុយនឹងហ្មងពេលហ្នឹងខ្ញុំគត់ក្នុងចិត្តខ្ញុំហ៊ានសម័យទេបើសិនជាថ្មនឹងវាខិតតែចំមកកន្លែងនេះខ្ញុំអង្គុយនឹងតិចណាប្រហែលជាខ្ញុំនឹងដូចតុនសាយនឹងចឹងឡើងកប៉ែតឡែនចឹងឯងពេលដែលខ្ញុំវាចេញមកហ្នឹងខ្លួនរបស់ខ្ញុំមកថយរបួសឡើងសោះសាច់អស់លីងឲ្យឈួរគ្រប់កន្លែងចឹងខ្ញុំគិតថារងចាំទៅលោមានមនុស្សណាគេជិះកាត់តាមហ្នឹងឲ្យគេជួយសុំជំនួយគេចឹងប៉ុន្តែចាំឡើងរាប់ម៉ោងអត់មានតដល់សម្រាប់ចិត្តចុះមកពីលើភ្នំហ្នឹងមកដើម្បីទៅរកពេលខ្លួនឯងហ្មងបានជាពីខ្សែផ្លូវដែលខ្ញុំបានជិះកាត់ហ្នឹងគឺគេបិទចោលយូរហើយដែលគេហៅថាខ្សែផ្លូវមរណៈឲ្យតែអ្នកជិះតាមផ្លូវហ្នឹងគឺជួបអបតវហេតុនិងតបាត់បង់ជីវិតរហូតហ្មងហើយសំណាងល្អអីនេះខ្ញុំរស់ជីវិតបានខ្ញុំគិតថាប្រហែលជាតុនសាយសនឹងជួយជីវិតខ្ញុំហ្មងព្រោះខ្ញុំទិញគ្នាទៅហ្នឹងគឺទិញយកទៅចិញ្ចឹមអញ្ចឹងហើយប្រហែលជាគាត់ហ្នឹងមកជួយខ្ញុំផងក៏មិនដឹងសាច់រឿងដល់ទីបញ្ចប់ត្រឹមតែប៉ុណ្្នេះជួបគ្នាជាមួយនឹងវីដេអូក្រោយសូមអរគុណសូមគោរពលា